បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអរគ្នាពីរបៀបបង្កើតកាតវីសាកាតរឹងបងប្អូនអរគ្នាអញ្ចឹងបងប្អូនអរគ្នាវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនអរគ្នាពីរបៀបបង្កើតកាតនិមិត្តបាទអញ្ចឹងកាតនិមិត្តដែលខ្ញុំបានបង្ហាញពីមុនមកហ្នឹងគឺវីសាប្រភេទនិមិត្តហ្នឹងគឺយើងអាចតែទូទាត់ទៅលើអ៊ីនធឺណិតទេយើងអាចចាយទីទាត់លើអ៊ីនធឺណិតដូចយើងទីវ៉ាន់ទីអីពីក្រៅប្រទេសក្នុងប្រទេសអីចឹងណាឬក៏យើង pay ក្នុងអ៊ីនធឺណិតនេះទៅណាប៉ុន្តែក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនគ្នាពីរបៀបស្នើកាតរឹងកាត visa កាតយើងកាន់បានណាបងប្អូនគ្នាបាទអញ្ចឹងកាតរឹងនោះគឺយើងអាចទូទាត់ទៅលើអ៊ីនធឺណិតក៏បានយើងអាច boot page ក៏បានយើងអាចដកលុយតាមម៉ាស៊ីន ATM ក៏បានដែរអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនគ្នាពីរបៀបស្នើកាតនឹងតែម្ដងស្នើដោយខ្លួនឯងបាទធ្វើដោយខ្លួនឯងតែអញ្ចឹងទី1គឺអ្នកទាំងអស់គ្នាចូលទៅកាន់ Azida Mobile នេះមក Azida app ហ្នឹងចូលទៅមកបន្តមកទៀតគឺបងប្អូនទាំងគ្នាចូលមកកាន់ពាក្យថាគណនីនេះមកចុចគណនីនេះមកបន្ទាប់យើងធ្វើការវាយ password ចូលបន្ទាប់ពីវាយ password ចូលហើយគឺបងប្អូនទាំងអស់គ្នាចុចទៅលើពាក្យថាបាននេះមកលើបាននឹងមកបន្តមកទៀតបងប្អូនទាំងអស់គ្នាចុចទៅលើចំណុចនេះចំណុចស្នាប័ណ្ណនេះបន្តមកទៀតបងប្អូនទាំងគ្នានឹងឃើញពាក្យថាប័ណ្ណ plastic អញ្ចឹងបងប្អូនដែលចង់បានបងប្អូនដែលចង់បានប្រភេទប័ណ្ណកាតជាកាតរឹងគឺបងប្អូនទាំងគ្នាចុចប័ណ្ណ plastic នេះបាទគឺវីដេអូមុនខ្ញុំបានបង្ហាញវីដេអូនឹងប័ណ្ណនិមិត្តអញ្ចឹងប័ណ្ណនិមិត្តយើងអាចដកលុយតាមម៉ាស៊ីន ATM បានទេប៉ុន្តែប័ណ្ណ plastic ជាប្រភេទកាតរឹង visa កាតរឹងយើងអាចឆូតតាមម៉ាស៊ីនឆូតកាតអីក៏បានដកលុយតាមម៉ាស៊ីនប៉ុស្តិ៍ក៏បានដកលុយទូ ATM នៅក្រៅប្រទេសក៏បានដែរអញ្ចឹងវាស្រួលអញ្ចឹងណាអញ្ចឹងទីមួយគឺបងប្អូនចុចទៅលើប័ណ្ណ plastic នេះមកបាទបន្ទាប់យើងមានបងប្អូនឃើញមានប័ណ្ណ visa មាន Mastercard មាន JCB មាន UP ប័ណ្ណ UPI អញ្ចឹងណាអញ្ចឹងប័ណ្ណទាំងអស់នេះបងប្អូនអាចស្នើដោយខ្លួនឯងបានធ្វើដោយខ្លួនឯងបានអញ្ចឹងទីមួយគឺខ្ញុំមើលទៅលើ visa អាចនិយាយទៅ visa និង master នោះវាដូចតែគ្នាទេអញ្ចឹងគាត់ថាវាជាលក្ខណៈ brand ខុសគ្នាអញ្ចឹងណាប៉ុន្តែយើងដកក្រៅប្រទេសក្នុងប្រទេសចាយលើអ៊ីនធឺណិតបានដូចគ្នាទេតែអញ្ចឹងយើងមើលជាមួយ visa ជួយលើ visa មកចា visa វាមាន3ប្រភេទបងប្អូនគ្នាវាមានធម្មតាវាមានប័ណ្ណមាសប័ណ្ណ platin អញ្ចឹងណា platin នេះយើងដកបានមួយថ្ងៃបាន50000ប័ណ្ណមាសនេះមួយថ្ងៃដកបាន30000ចឹងបងប្អូនដែលដកលុយច្រើនប្រចាំថ្ងៃយើងអាចស្នាបប័ណ្ណ platin ទៅហើយមើលសិនជាយើងដកតិចមកទេយើងដកប័ណ្ណមាសទៅណា visa មាសនេះយើងដកមួយថ្ងៃបាន30000តែប័ណ្ណធម្មតាយើងដកមួយថ្ងៃបាន10000អញ្ចឹងតែថ្លៃសេវាវាខុសគ្នាដែរអញ្ចឹងណានេះថ្លៃសេវា6រៀលអញ្ចឹងឧទាហរណ៍យើងស្នាបប័ណ្ណធម្មតាចុះបងប្អូនចង់ស្នាបប័ណ្ណ platin ឬក៏មាសសាច់ចិត្តទេហ្នឹងថ្លៃសេវាវាអានេះថ្លៃសេវា6រៀលអានេះថ្លៃសេវា$66ចាំឆ្នាំណាវាអា platin នេះវាដកបានច្រើនមែនតែថ្លៃសេវាវាដល់$250ក្នុងមួយឆ្នាំអញ្ចឹងទៅផុតកំណត់វា5ឆ្នាំអញ្ចឹងហើយធ្វើប្រវត្តិការប្រចាំថ្ងៃ25ដងអញ្ចឹងថាយើងចង់ស្នើប័ណ្ណធម្មតាចុចលើប័ណ្ណធម្មតាអញ្ចឹងមកតទៅយើងចុចលើព្រមអញ្ចឹងមកបន្តទៀតបងប្អូនគ្នាយើងត្រូវជ្រើសរើសលេខកង់បងប្អូនទាំងគ្នាត្រូវមានកង់កង់9ខ្ទង់កង់វែងហើយយើងត្រូវមានលុយសម្រាប់កាត់ថ្លៃសេវាកាតផងដែរហើយបើយើងស្នើកាតធម្មតាយើងអស់6រៀលប្រចាំឆ្នាំអញ្ចឹងត្រូវមានកាក់$6ឡើងទៅក្នុងកង់ដើម្បីកាត់ថ្លៃសេវាប្រចាំឆ្នាំណាតាមទៀតនេះគឺជា email ណា email យើងអាចដាក់ password email យើងមកអញ្ចឹងមកដល់យើង@gmail.com អញ្ចឹងមកយើងដាក់នេះនិយាយថាគេដាក់ Gmail របស់យើងនឹងមក Gmail ក្នុងទូរស័ព្ទដៃយើងនឹងឧទាហរណ៍ណាតោះនេះគឺយើងជ្រើសរើសប្រភេទប័ណ្ណណាហើយយើងជ្រើសរើសប្រភេទសាខាបងប្អូនជាស្រេចអានេះយើងជ្រើសរើសសាខាដែលយើងនៅមកថាបងប្អូននៅណាយើងដាក់នៅក្នុងទៅមកថាយើងនៅខាងខេត្តអីនៅឃុំអីអញ្ចឹងណាបើថាបងប្អូននៅឃុំណាដាក់ឃុំនោះមក
rồi cô nó khum này xuông rồi dần tới admin này xuống vô nơi xa khăn á nơi nấu nè rồi dân nơi bắt bóng nhưng mà tổng thể dân cho chụp pro mà lạc khăn mà dân scroll về hay cho chụp pro lạc khăn nên thế mà tổng thể dân cho chụp pro mà cho chụp pro mà cho chụp pro biết mà chẳng giờ về mà tất cứ cát nâng nâng khang bộc lực này kia tẹt tông từ bóng ổ này hay nóមាន mistake មួយចូលក្នុងកណ្ដឹងរបស់យើងណាបញ្ជាក់ថាកាតហ្នឹងគឺមកដល់សាខានៅជិតផ្ទះរបស់យើងហើយបន្តមកទៀតគឺយើងអាចទៅយកបានហើយអញ្ចឹងណាប៉ុន្តែបងប្អូនទៅមើលដែរតើតើទៅនឹងតំបន់ដែលយើងយកគឺសំខាន់ឲ្យត្រូវឃុំបងប្អូនគ្នាកុំភ្លេចមើលឃុំយើងនៅឃុំណាយើងដាក់ឃុំហ្នឹងណាឃុំដែលមានធនាគារអញ្ចឹងកាតហ្នឹងធ្លាក់ទៅដល់ឃុំបងអ្នកទាំងអស់គ្នាហើយtrong video nóមានតែប៉ុណ្្នឹងទេចង់បង្ហាញបងប្អូនគ្នាដោយសារមានបងប្អូនខ្លះគាត់ច្រើនគាត់សួរដែរអញ្ចឹងណាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះជម្រាបលា